ដោយសារលោកហ៊ុនសែនគេបង្កើតព្រឹត្តិការណ៍ហ្នឹងទេដោយសារគេដឹងច្បាស់ថានៅអំឡុងខែកក្កដាហ្នឹងអ្វីដែលជាផែនការនិងជាយុទ្ធសាស្ត្រប្រតិបត្តិការបង្ក្រាបលបែងឬក៏ Cyber Scam នៅក្នុងតំបន់អាស៊ីហ្នឹងគេនឹងចាប់ផ្ដើមហើយដូច្នេះហើយបានជាលោកហ៊ុនសែនចាំបាច់ត្រូវតែបង្កើតព្រឹត្តិការណ៍នឹងមុនហើយបានព័ត៌មានមកពីណាបានហ៊ុនសែនបានរៀបចំផែនការនឹងទាន់ពេលគឺហ៊ុនសែនទិញមន្ត្រីនយោបាយនៅក្នុងប្រទេសសំខាន់មកចំនួនបងប្អូនចាំបាននៅអូស្ត្រាលីណាអូស្ត្រាលីដែលគេចាប់ឬក៏គេរឹបអូសឬក៏គេជាប់តាក់ទិនជាមួយនឹងគ្រាមិនដឹងរបស់លោកហ៊ុនតូដែលមានអាភៀនប្រមាណ45តោនឬក៏ប្រមាណតោនហ្នឹងណាហើយពាក្យបណ្ដឹងទាំងអស់ហ្នឹងត្រូវពួកក្រុមអ្នកកសែតឬក៏ក្រុមអ្នកធ្វើគេហៅថាការស៊ើបអង្កេតហ្នឹងណាគេដាក់ពាក្យបណ្ដឹងទៅតុលាការរបស់អូស្ត្រាលីហ្នឹងគេមានផុសតាងគេមានមូលដ្ឋានគេមានអីទាំងអស់ក៏ប៉ុន្តែអំណាចលុយរបស់ហ៊ុនសែនណាមិនមែនជាលក្ខណៈទិញទេក៏ប៉ុន្តែជាលក្ខណៈចរចាហើយនឹងដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ